អូខេចានេះចង់បង្ហាញតកតងជាមួយនឹងការ run digital level អញ្ចឹងពេលដែលយើង run digital level បានន័យថាយើងបង្កើត job ក្នុង magnet field មកតមកទៀតយើង connect ទៅកាន់ digital level របស់យើងហើយយើងចូលទៅលើ level run បាទចានេះវានឹង search Bluetooth អញ្ចឹងករណីនេះខ្ញុំបង្ហាញតារា data ដែលយើងបានវាស់ពីការឋានហើយអញ្ចឹងជាធម្មតាមុននឹងចាប់ផ្ដើម run level យើងត្រូវដាក់ឈ្មោះវាមួយមកអញ្ចឹងករណីនេះខ្ញុំដាក់ឈ្មោះថា BM1 អញ្ចឹងពេលនេះបានន័យថាខ្ញុំ run ពី BM1 ទៅកាន់ BM2 ឥឡូវយើងផ្និចមកចានេះជាទិន្នន័យដែលយើងបាន run បានន័យថាទី1យើងឈរនៅលើឧទាហរណ៍ថាឈរនៅលើ station 1យើងឈរនៅលើ station 1យើងបេកខ្សាយទៅលើ BM1 អញ្ចឹងបេកខ្សាយចប់ហើយយើងចាប់ផ្ដើម foresight មកចំណុចលេខ100ពេលដែលយើង foresight មកចំណុចលេខ100ហើយយើងកុំឲ្យគេ move អា stash ហ្នឹងចេញពីទីតាំងហ្នឹងអញ្ចឹងយើងដូរទីតាំងរបស់ម៉ាស៊ីនយើងមក station 2អញ្ចឹងពេលដែលយើងដូរមក station 2យើងមើលទៅកាន់ចំណុចលេខ100វិញអញ្ចឹងចំណុចលេខ100ហ្នឹងคล้ายទៅជាទីតាំងសម្រាប់យើងបេកខ្សាយអញ្ចឹងពេលដែលយើងបេកខ្សាយចប់ហើយយើង foresight អញ្ចឹងករណីនេះខ្ញុំ foresight មក BM2 អញ្ចឹងដោយសារចំណុច2ហ្នឹងវានៅគៀកគ្នាចានេះក៏ជាគំរូឯងអញ្ចឹងពេលដែលយើង foresight មក BM2 ហ្នឹងចប់ហើយដល់គោលដៅហើយអញ្ចឹងដើម្បីផ្ទៀងផ្ទាត់វាយើងត្រូវ run ពី BM2 ហ្នឹងទៅកាន់ BM1 វិញអញ្ចឹងករណីនេះយើងឈរ start នៅលើ BM1 ដដែលយើងដូរ station ម៉ាស៊ីនយើងហ្នឹងមក station ទី3អញ្ចឹងយើងមើលមកកាន់ BM2 អញ្ចឹង BM2 คล้ายទៅជា backside វិញអញ្ចឹងយើង backside BM2 នេះអញ្ចឹងពេលដែល backside ហើយយើងដូរទីតាំង start ទៅចំណុចបន្ទាប់គឺចំណុចលេខ100អញ្ចឹងចំណុចលេខ100ពេលនេះវាคล้ายទៅជា foresight វិញអញ្ចឹងពេលដែលយើង foresight ហើយយើងកំលើក start នៅទីតាំង foresight នឹងយើង move ម៉ាស៊ីនទៅកាន់ station ទី4រួចហើយយើងមើលមកទីតាំង101នឹងដែរអញ្ចឹងអាទីតាំងលេខ101ហ្នឹងវាคล้ายទៅជា backside វិញអញ្ចឹងពេលដែលคล้ายជា backside ហើយយើង foresight មក BM1 មកអញ្ចឹងពេលដែលយើង foresight មក BM1 យើងត្រូវដាក់ឈ្មោះ BM1 ដែរហើយអញ្ចឹងពេលដែលវាឈ្មោះដូចនឹងអាឈ្មោះដើមនេះ software នឹងសួរយើងតើយើង rename override ឬមួយក៏ add store អញ្ចឹងពេលហ្នឹងយើងយក add store មកដើម្បីបានចំណុច2ហ្នឹងអញ្ចឹងកាលណាយើងយក add store មកវានឹងករណីពេលដែលចំណុចដែលយើង run ពី BM1 ទៅ BM2 និងពី BM2 មកកាន់ BM1 ហ្នឹងវា error ប្រមាណអញ្ចឹងក្នុងករណីជាក់ស្ដែងនេះគឺវា error 2 ly 9c error 2 ly 9c ចឹងយើងអាចទៅមើល report វិញបន្តិចក៏បានដែរពេលដែល run ហើយយើងអាចមើល report វិញនេះ stack report PDF landscape នេះយើងដាក់ឈ្មោះអីមួយមកគេហៅថា BM1 BM2 ជាងពេលដែលយើង report មកវាបង្ហាញយ៉ាងនេះចានេះវាគ្រាន់តែជា raw data ដែលយើងយកពីសាយពីការដ្ឋាននេះអញ្ចឹងវាអត់ទាន់ adjust ទេអញ្ចឹងដើម្បី adjust វាបានយើងត្រូវយកទិន្នន័យហ្នឹងទៅកាន់ magnet tool ដើម្បីឲ្យ magnet tool ជាអ្នក adjust ទិន្នន័យហ្នឹង